បាទសួស្តីបងប្អូនបាទថ្ងៃនេះបាទយើងមកលេងឆ្លងចែកបាទនៅខាងខេត្តសៀមរាបគេនិយមពេលចូលឆ្នាំហើយគឺគេតែងតែរៀបចំនៅកម្មវិធីឆ្លងចែកតាមវត្តអារាមមួយបាទថ្ងៃនេះផងដែរបាទនៅក្នុងវត្តប្រាសាទបន្ទាយស្រីគេរៀបចំកម្មវិធីឆ្លងចែកបន្ទាប់ពីយើងបានទេសនានៅមហាកុដបាទក៏ដូចជាទីធ្លាបរិវេណនៅវត្តនឹងហើយក៏យើងបានបន្តមកទេសនានៅរូបសំណាករបស់ព្រះសម្ដេចព្រះសង្ឃរាជជួនណាតដែលបាទទើបតែរៀបចំនៅអភិសេកព្រះបដិមាហ្នឹងឲ្យមានឫទ្ធិបារមីអីឲ្យប្រើប្រាស់ជាផ្លូវការអញ្ចឹងណាបើថាផ្ទះយើងវិញគេហៅយើងសាងសង់ហើយគេសម្ពោធឡើងអីចឹងទៅបាទហ្នឹងដូចគ្នាបាទថ្ងៃនេះបងឯងគេរៀបចំយ៉ាងស្អាតបាទរៀបចំមានផ្កាមានអីតាមភ្នាក់ដៃបាទកម្រងផ្កាអីសពបែបយ៉ាងបានមានបាយសីតាមទំនៀមទម្លាប់ប្រពៃណីក៏ទំនៀមទម្លាប់សាសនាអីចឹងណាពីដើមរៀងមកអីចឹងទៅបាទឃើញថារៀបចំបានស្អាតមែនទែនសម្រាប់ផ្កាស្រស់បាទមើលទៅមិនតិចទេចំណាយលុយមិនតិចទេដើម្បីរៀបចំនៅកម្មវិធីនេះឲ្យបានល្អបែបនេះឡើងណាបាទស្អាតមែនទែនបាទស្រស់ស្អាតហើយអ្នកណាក៏ដោយឲ្យទៅដល់កន្លែងហ្នឹងគឺអត់ដែលរំលងទេគឺតែងតែយកទូរស័ព្ទឬក៏កាមេរ៉ាមកដើម្បីថតភ្ជាប់ជាមួយនឹងអនុស្សាវរីយ៍ឬក៏រូបភាពដ៏ស្រស់ស្អាតមួយនេះអញ្ចឹងហើយបានជាខ្ញុំថតជាវីដេអូមួយដែរដើម្បីបង្ហាញដល់បងប្អូនដែលអត់បានមកទេសនាអីចឹងណាបាទមើលទាំងអស់គ្នាលេងអីចឹងទៅបើសិនជាចាប់អារម្មណ៍នឹងវីដេអូមួយនេះហ៊ីបាទមើលទៅនៅខាងលើហ្នឹងមានកន្លែងចុច follow មានអីយ៉ាងដែរបាទ follow មួយទៅហើយនឹងមានវីដេអូច្រើនទៀតស្អាតជាពិសេសគឺតាមទីរមណីយដ្ឋានកន្លែងកំសាន្តលើភ្នំមករុកព្រៃអីចឹងទៅឬក៏សំណង់ប្រាសាទបុរាណផ្សេងជាច្រើនទៀតបាទមានច្រើនមែនតើបាទអញ្ចឹងកុំភ្លេចណាគ្រាន់តែចុច follow ហើយចុច share វីដេអូនឹងផងដែរទៅដើម្បីឲ្យបានឃើញទាំងអស់គ្នាបាទអរគុណច្រើនបើមិនជាមានអីទោះខុសអីសូមខមមិនខាងក្រោមអីចឹងមកបាទដើម្បីឲ្យដឹងថាអូខុសយ៉ាងម៉េចយ៉ាងម៉ាចឹងណាបាទដើម្បីជួយកែសម្រួលកែតម្រូវទាំងអស់គ្នាបាទអានេះក្រៅពីយើងមើលទេសភាពតាមទីធ្លាទីវត្តអារាមហើយក៏យើងមិនភ្លេចទេមើលមកកន្លែងយើងរៀបចំដើម្បីចង្ហាន់លោកហើយនឹងយើងទៅមើលកន្លែងគេរៀបចំដាក់បាតអីផងដែរបាទជាទំនៀមទម្លាប់គឺតែងតែធ្វើអញ្ចឹងបាទទៅវត្តគឺដាក់បាតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទបាយបាយ